របៀបក្នុងការសន្សំប្រាក់នៅពេលដែលអ្នកមានប្រាក់ចំណូលទាបហើយនឹងគ្រប់គ្រាន់សម្រាប់តែការចំណាយរបស់អ្នកតើឲ្យខ្ញុំសន្សំលុយតាមវិធីណាបើប្រាក់ខែដែលខ្ញុំទទួលបានមកហ្នឹងសឹងតែមិនគ្រប់ក្នុងការចាយវាផងហ្នឹងខ្ញុំតែងតែលើមនុស្សមួយចំនួនតូចដែលនៅជុំវិញខ្លួនខ្ញុំតែនិយាយថាពួកគាត់ពិតជាចង់សន្សំលុយខ្លាំងណាស់ទុកគ្រាន់ទិញរបស់ខ្លះពេលណាដែលមានការចាំបាច់ក៏ប៉ុន្តែពួកគាត់នៅតែមិនអាចសន្សំបានដោយសារតែប្រាក់ខែដែលទៅតែបានមកថ្មីហ្នឹងគឺបានតែមួយគ្រប់សម្រាប់ការចាយវាប្រចាំថ្ងៃតែប៉ុណ្ណោះពលគឺគ្រាន់តែថ្លៃទឹកថ្លៃភ្លើងថ្លៃបន្ទប់ជួលឬថ្លៃសាំងផ្សេងហ្នឹងគឺបូកសរុបទៅអស់ប្រហែលជាលើ 50% នៃប្រាក់ខែបាត់ទៅហើយអ្នកខ្លះចុងខែសល់តែបំណុលជុំទិសក៏មានដោយសារតែការចំណាយចាយវាហ្នឹងពេលខ្លះលើសចំណូលដែលខ្លួនឯងរកបានមែនតើតើយើងគួរធ្វើបែបណាទើបអាចដកលុយមួយចំនួនតូចសម្រាប់យកទៅសន្សំបានខ្ញុំមានកលឹះមួយចំនួនដែលអាចជួយលោកអ្នកក្នុងការសន្សំបានខ្លះបើទោះបីជាប្រាក់ខែរបស់អ្នកនៅតិចតួចក៏ដោយទីមួយគឺយើងត្រូវតែកាត់បន្ថយចំណាយដ៏ច្រើនលើសលប់របស់អ្នកការព្យាយាមសន្សំលុយខណៈពេលដែលអ្នកទទួលបានប្រាក់ខែតិចតួចឬល្មមសម្រាប់តែការចាយវាប្រចាំថ្ងៃវាអាចជារឿងមួយដែលពិបាកសម្រាប់អ្នកហើយពេលខ្លះទៀតនោះសូម្បីតែដកលុយសន្សំ$1 $2ហ្នឹងក៏សឹងតែមិនអាចផងក៏ប៉ុន្តែអ្នកក៏នៅតែអាចសន្សំបានមួយចំណែកតូចផងដែរដោយកាត់បន្ថយការញ៉ាំបាយព្រឹកនៅខាងក្រៅការទិញកាហ្វេជំនួសដោយការញ៉ាំបាយនៅផ្ទះឬវេចបាយពីផ្ទះទៅយកទៅញ៉ាំនៅកន្លែងធ្វើការហើយបើសិនបើមានមិត្តភ័ក្តិចង់បបួលទៅដើរលេងឬញ៉ាំអីនៅខាងក្រៅពេលខ្លះអ្នកគួរតែរៀននិយាយបដិសេធខ្លះទៅបើសិនបើអ្នកចង់សល់លុយក៏ប៉ុន្តែមិនមែនបានន័យថាគ្រប់ពេលដែលគេបបួលអ្នកត្រូវតែបដិសេធរហូតនោះទេអ្នកឃើញទេបើសិនបើអ្នកធ្វើបែបនេះជារៀងរាល់ថ្ងៃអ្នកក៏អាចសល់លុយខ្លះទុកសន្សំដែរពីព្រោះថាបើយើងគិតជាទឹកលុយដែលយើងត្រូវសន្សំទៅលើការញ៉ាំអាហារពេលព្រឹកឬក៏ការញ៉ាំអីនៅខាងក្រៅមួយថ្ងៃយ៉ាងតិចក៏អស់$3 ទៅ$4ដែរហើយបើសិនបើជារបស់ណាដែលមិនចាំបាច់ក្នុងការចាយវាគួរតែកាត់បន្ថយឬក៏កុំទិញវានាំតែជាប់បំណុលច្រើនហើយបើសិនបើរបស់ណាដែលមិនចាំបាច់ចាយទេអ្នកគួរតែកុំទិញវាអីហើយត្រូវប្រាប់ខ្លួនឯងថាទប់អារម្មណ៍កុំទិញវាអីនាំតែអស់លុយឯងចំណុចទី2គឺកំណត់គោលដៅក្នុងការសន្សំធម្មតាមនុស្សម្នាក់គាត់តែងតែមានគោលដៅក្នុងការសន្សំតែគាត់សន្សំហ្នឹងគាត់សន្សំចង់បានអីគាត់មានគោលដៅគេខ្លះក្នុងការសន្សំបើយើងអត់មានផែនការច្បាស់លាស់ទេអាគោលដៅក្នុងការសន្សំរបស់យើងហ្នឹងវាអត់បានវែងឆ្ងាយទេអញ្ចឹងយើងត្រូវតែកំណត់ផែនការមួយឬក៏គោលដៅមួយថាតើចំនួនទឹកលុយប្រមាណដែលយើងចង់សន្សំឲ្យបានហ្នឹងហើយដើម្បីឲ្យការសន្សំរបស់យើងហ្នឹងឆាប់ទៅដល់គោលដៅដែលយើងបានដាក់នោះយើងគួរតែរៀបចំចាត់ចែងវាតាមវិធីណាឧទាហរណ៍ថាបើសិនបើយើងមានគោលដៅក្នុងការសន្សំលុយក្នុងរយៈពេល1ឆ្នាំក្រោយតើយើងចង់បានប្រមាណឧទាហរណ៍ថានៅចុងឆ្នាំខ្ញុំចង់សន្សំបាន$5,000ហើយតើ$5,000ហ្នឹងដែលយើងសន្សំបានហ្នឹងតើយើងចង់យកអាលុយដែលយើងសន្សំបានហ្នឹងយកទៅធ្វើអីមួយហើយអាទឹកចិត្តដែលយើងធ្វើហើយទឹកចិត្តដែលយើងមានផែនការក្នុងការសន្សំហ្នឹងវាធ្វើឲ្យយើងមានផែនការច្បាស់លាស់ក្នុងការសន្សំវាធ្វើឲ្យយើងមានកម្លាំងចិត្តឧទាហរណ៍ថាបើសិនជាយើងចង់បាន$5,000នៅចុងឆ្នាំហើយយើងយកលុយ$5,000ហ្នឹងយកទៅទិញកាមេរ៉ាឬក៏ទិញដ្រូនឬក៏ទិញរបស់អីមួយដែលយើងចង់បានអញ្ចឹងធ្វើឲ្យផែនការសន្សំរបស់យើងហ្នឹងវាកាន់តែមានឥទ្ធិពលថែមទៀតដូចនេះបើសិនបើចង់សល់លុយខ្លះយើងត្រូវរៀបចំផែនការហើយកាត់បន្ថយការចំណាយជារៀងរាល់ថ្ងៃជារៀងរាល់ខែដូចជាកាហ្វេបាយព្រឹកបាយស្រូបអីផ្សេងអញ្ចឹងយើងអាចញ៉ាំពីផ្ទះទៅយើងអាចយកកាហ្វេយកអីពីផ្ទះទៅអញ្ចឹងយើងក៏អាចសល់លុយមួយចំនួនពីការញ៉ាំកាហ្វេខាងក្រៅហ្នឹងដកយកមកសន្សំដូចគ្នាបើសិនបើយើងមានគោលដៅច្បាស់លាស់ក្នុងការសន្សំអញ្ចឹងធ្វើឲ្យការសន្សំរបស់យើង
កាន់តែមានកម្លាំងចិត្តដូចនេះប្រសិនបើអ្នកចង់សល់លុយដើម្បីធ្វើរឿងអ្វីមួយអ្នកគួរតែរៀបចំផែនការឲ្យបានច្បាស់លាស់ហើយត្រូវចាប់ផ្ដើមធ្វើវាបន្តិចម្ដងនោះយើងនឹងទទួលបានលទ្ធផលដ៏ល្អប្រសើរកាន់សមគឺចាប់ផ្ដើមពីតូចទៅធំហើយមិនមែនតតែមានលុយច្រើនមិនអាចសមបាននោះទេប្រសិនបើអ្នកពេញចិត្តនៅវីដេអូនេះសូមចុច like និង subscribe ហើយប្រសិនបើមានចម្ងល់ឬមតិចង់ចូលរួមកែលម្អសូម comment នៅក្នុងវីដេអូនេះជួបគ្នានៅវីដេអូក្រោយ